ผมลองเลือก indicator មួយនេះអសោះប្រសិនបើអ្នកនេះមិនចង់ទិញនៅក្នុងតម្លៃកំពូលហើយលក់នៅក្នុងតម្លៃទាបដែលគេតែនិយាយថា buy high sell low ហ្នឹងឯងជាថ្ងៃនេះខ្ញុំនឹងបង្ហាញទៅលើ indicator មួយដ៏សំខាន់ដែលជា indicator free តែប៉ុណ្ណោះជូនអ្នកនរគ្នានៅក្នុង trading view ផ្ទាល់អ្នកនរគ្នាអាច search ក្នុង trading view ផ្ទាល់បានតែខ្ញុំនឹងបង្ហាញរបៀបក្នុងការប្រើប្រាស់ធ្វើយ៉ាងណាក៏ដោយអ្នកនរគ្នាកុំឲ្យជៀសវាងក្នុងការហានិភ័យតែអ្នកនរគ្នានឹងបាយដែលទិញនៅក្នុងតម្លៃដ៏កំពូលខ្ពស់មួយបាត់ទៅហើយលក់នៅក្នុងតម្លៃទាបមួយបាត់ទៅហើយអញ្ចឹងដើម្បីជៀសវាងទៅលើបញ្ហាទាំងអស់ហ្នឹងបានថ្ងៃនេះខ្ញុំនឹងបង្ហាញទៅលើ indicator មួយដែលមានឈ្មោះថា power tree candle តើកុំឲ្យខកខានយូរចូលទស្សនាវីដេអូនេះទាំងអស់គ្នាចង់មុននឹងចូលវីដេអូរបស់ខ្ញុំប្រសិនបើអ្នកនេះកំពុងស្វែងរកទៅលើក្រុមហ៊ុនជួញដូរដែលមានសុវត្ថិភាពដែលមាន spread ទាបហើយនឹងទទួលបាន rebate ត្រឡប់មកវិញអ្នកទាំងអស់គ្នាកុំភ្លេចតាក់ទងមក contact admin ខាងលើនេះបានហើយប្រសិនបើអ្នកនេះកំពុងស្វែងរកទៅលើ community ដែលមានក្រុមឆានមួយផ្សេងៗអ្នកទាំងអស់គ្នាកុំភ្លេចចុចខាងលើបានដូចគ្នាតើកុំឲ្យខកខានយូរចូលទស្សនាវីដេអូនេះទាំងអស់គ្នាអូខេសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញចឹងនេះខ្ញុំនឹងបង្ហាញទៅលើ indicator មួយតាក់ទងមានឈ្មោះថា high time frame power tree អូខេតឡងវិញខ្ញុំចូល indicator កន្លែងនេះមកខ្ញុំឃើញតែតនេះ high time frame power tree ហ្នឹងឯងអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនររបៀបដាក់ហើយខ្ញុំនឹងបញ្យល់អ្នកនរតើសារៈប្រយោជន៍នៃ indicator ដ៏ free មួយនេះគឺវាប្រើប្រាស់របៀបនេះអ្នកនរខោចូល technical នេះមកវាយទៅលើ high time frame power tree high time frame power tree ខ្ញុំមកអ្នកនរវាយ high time frame ដាក់តាមហ្នឹងមកបើចេញ power tree មក power of tree អូខេនៅពេលនេះចុចកន្លែងហ្នឹងមកគឺវាចេញដូចខ្ញុំបែបនេះចេញដូចខ្ញុំចឹងឯងអញ្ចឹង high time frame power tree នេះគឺវាមានសារៈប្រយោជន៍អីគេ high time frame power tree នេះគឺវាសារៈប្រយោជន៍ដ៏សំខាន់របស់វាគឺដើម្បីដឹងថាតើនៅពេលដែលទីផ្សារឡើងនៅក្នុង100លេខឬក៏80លេខ100លេខជាងតើយើងគួរចូលក្នុងការទិញដែរទេបើសិនវាចុះ100លេខឬ80លេខឬក៏100ជាងតើយើងគួរចូលលក់ដែរទេរបស់ទាំងអស់ហ្នឹងឯងវាធ្វើពហិនឲ្យយើងដឹងថាតើទីផ្សារហ្នឹងវាដើរនៅក្នុងតម្លៃប៉ុន្មានហើយឧទាហរណ៍ថាយើងមិនចាំបាច់តែមើលបើសិនមកខ្ញុំ indicator នេះស្រាប់ខ្លួនអ្នកនេះគ្រាន់មើលគឺដឹងហើយឧទាហរណ៍ខ្ញុំនៅឧទាហរណ៍អ្នកនេះបែកតាអ្នកនេះឧទាហរណ៍មើលអូខេសួស្តីអ្នកនេះនេះគឺជាវិធីក្នុងការតឡើងទៅលើ power tree ចឹងអ្នកនេះពេលវាចេញមកបែបនេះដោយសារខ្ញុំប្រើទៅលើច្រើន EMA ផ្សេងៗខ្ញុំប្រើ power tree ចេះអ្នកនេះឃើញមកឥឡូវអ្នកនេះប្រើតាមខ្ញុំយកតាម input one day បន្ទាប់មកអ្នកនេះយកតាមហ្នឹងមកអូខេ price អីហ្នឹងផ្សេងបន្ទាប់មកកន្លែង style នេះអ្នកនេះយកកន្លែងទាំងអស់ហ្នឹងមក visibility គឺយកប៉ុណ្្នឹងមកគឺ input យកប៉ុណ្្នឹងមកអ្នកនេះយក OK មកគឺ done ហើយអូខេតែប៉ុណ្្នឹងគឺវាចេញមកបែបនេះហើយតែ38មកខ្ញុំផ្លិចដាក់ជូនអ្នកទាំងអស់គ្នាអូខេតោះយើងមកមើលទាំងអស់គ្នានៅក្នុងទីផ្សារជាក់ស្ដែងនេះតើវាឡើងប្រហែលលេខហើយ141លេខហើយសួរថាតើនៅក្នុងទីផ្សារជាក់ស្ដែងវាអាចឡើងដល់200 300លេខនៅក្នុងរយៈពេលមួយថ្ងៃដែលវាអត់មានអីប៉ះពាល់ទេអត់ទេទៅបែកតេស្តមើលថាតើទីផ្សារមាសរាល់ថ្ងៃដើរប្រហែលលេខនៅក្នុងរយៈពេលមួយថ្ងៃអូខេត្រឡប់មកវិញគេប្រើប្រាស់ទៅលើ power tree នេះដើម្បីដឹងថាបើសិនបើវាឡើងដល់100លេខហើយកន្លែងនេះ100ឥឡូវខ្ញុំឧទាហរណ៍កន្លែងនេះអូខេខ្ញុំតិចខ្ញុំឧទាហរណ៍កន្លែងនេះអ្នកមើលអូខេបើវាឡើងដល់140លេខឯតើអ្នកនេះចូលក្នុងឱកាសក្នុងការទិញដែរទេតើអ្នកនេះចូលឱកាសក្នុងការទិញដែរទេអត់ទេអ្នកនរនេះនឹងរកឱកាសក្នុងការចូលជួញដូរធ្វើមិនដែរគឺនឹងតម្លាក់ time frame ដើម្បីឲ្យដឹងថាតើទីផ្សារហ្នឹងវារកឱកាសក្នុងការលក់វិញត្រូវអត់ដោយសារតែវាឡើងដល់140លេខជាងហើយអ្នកនេះចាប់ផ្ដើមបើសិនបើអ្នកនេះគិតមើលបើសិនបើវាឡើង80អ្នកនេះចាប់ផ្ដើមរកឱកាសឡើងដល់100អ្នកនេះរកឱកាសបើដល់100ជាងចឹងទៀតដល់100ជាងកន្លែងនេះ100ជាងទៀតអ្នកនេះចាប់ផ្ដើមរកឱកាសក្នុងការលក់នៅក្នុងកន្លែងនេះបើសិនមកវាដល់100នេះវាអត់មាន confirm ចាំទៀតចាំដល់វាដល់100ជាងនេះមកអ្នកនេះឃើញអូខេវាមាន confirm time frame មានការផ្លាស់ប្ដូររបស់ទីផ្សារ time frame 5 10នាទី3នាទីចឹងទៅគឺអ្នកនេះចាប់ផ្ដើមរកឱកាសក្នុងការផ្លាស់ប្ដូរក្នុងការលក់វិញតែសារវាឡើងដល់140លេខឯងអាហ្នឹងគឺវាបែបហ្នឹងហើយមួយទៀតវាប្រកាសឲ្យអ្នកទាំងអស់គ្នាគឺកុំឲ្យអ្នកនេះទិញនៅក្នុង140លេខទិញនៅក្នុងខាងលើដែលខ្ពស់នេះបាត់ទេយល់អត់តែសារអ្នកនេះនឹងមិនបើសិនមកអ្នកនេះយល់អំពី candle indicator មួយនេះហើយអ្នកនេះមិនទិញនៅក្នុងតម្លៃកម្ពស់ខ្ពស់នេះទេតែសារអ្នកនេះឃើញថាវាឡើងដល់140លេខហើយគឺវាគ្រោះថ្នាក់បើសិនមកយើងទិញប្រកាសឲ្យវាអាចនឹងឡើងទៀតមែនបើសិនវា pull back ណាមួយការ pull back ចុះមកក្រោមណាមួយវានឹងមាននេះអញ្ចឹងត្រឡប់មកវិញ indicator មួយនេះគឺជា indicator មួយដើម្បីឲ្យអ្នកនេះដឹងថាទីផ្សារឡើងដល់តម្លៃប៉ុណ្ណាហើយគឺអ្នកនរនេះគួរតែប្រុងប្រយ័ត្នអ្នកនរនេះនឹងជឿថាអូអានេះវាអត់សំខាន់ទេនឹងសំខាន់មែនតើបើសិនបើយើងអត់ដឹងថាវាឡើងដល់ប្រហែលលេខទេវាដើរឡើងប្រហែលលេខទេអ្នកនេះនឹងគ្រោះថ្នាក់អានេះគឺជា indicator មួយសម្រាប់អ្នកនេះជំនួយក្នុងការជួយអ្នកនេះដើម្បីដឹងថាវាគ្រោះតំបន់គ្រោះថ្នាក់កន្លែងណាហើយបើសិនបើយើងទិញយើងគួរទិញទៀតអត់បើសិនវាឡើងដល់លេខកំពូលហ្នឹងឯងអញ្ចឹងវីដេអូរបស់ខ្ញុំគឺតែប៉ុណ្្នឹងហើយបើសិនអ្នកយល់កន្លែងណាមួយខ្ញុំបញ្យល់កន្លែងខ្វះខាតឲ្យអ្នកនេះកន្លែងណាមួយអ្នកនេះជួយ comment នៅខាងក្រោមផងខ្ញុំនឹងសួរបញ្យល់អ្នកនេះបន្ថែមទៀតអូខេអញ្ចឹងវីដេអូរបស់ខ្ញុំតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយ